តើមានតែពីរក្រុមនេះមែនទេដែលជាដៃគូប្រកួតប្រជែងគ្នាក្នុងពានរង្វាន់ Premier League សម្រាប់រដូវកាលនេះអ្នកកសែត BBC Sport បានសួរទៅលោកពេបថាការប្រកួតប្រជែងពានរង្វាន់ Premier League រដូវកាលនេះគឺជាការប្រណាំងសេះពីក្បាលរវាងក្រុម Manchester City ហើយនិងក្រុមកំពុងធំ Arsenal ដែលកំពុងតែនាំមុខលើកំពូលតារាងក្រុមរបស់លោក Mikel Arteta បាននាំមុខ5ពិន្ទុលើ Manchester City នៅថ្ងៃអង្គារបន្ទាប់ពីយកឈ្នះក្រុម Aston Villa យ៉ាងចាស់ដៃក្នុងលទ្ធផល4-1ហើយការបរាជ័យនេះមានន័យថាក្រុមដែលឈរនៅលេខ3របស់លោក Unai Emery បានបាត់បង់6ពិន្ទុយ៉ាងលឿនប៉ុន្តែក្រុម Manchester City អាចបិទគម្លាតមកត្រឹម2ពិន្ទុម្ដងទៀតជាមួយនឹងជ័យជំនះនៅ Sunderland យប់ថ្ងៃប្រហ័សនេះពេបក៏បានឆ្លើយថាពី3សប្តាហ៍មុនវាគ្រាន់តែជាក្រុម Arsenal ពីថ្ងៃមុនវាមាន3ក្រុមហើយក្នុងការប្រកួតប្រជែងពីរង្វាន់នេះឥឡូវនេះគឺគ្រាន់តែក្រុមមួយប៉ុណ្ណោះបាទគឺយើងនឹងរងចាំមើលក្រុម Liverpool ឈរនៅលំដាប់ទី4ក្នុងតារាងហើយមានភារកិច្ចដ៏ធំធេងមួយក្នុងការប៉ុនប៉ងការពារតំណែងជើងឯករបស់ពួកគេដោយមាន13ពិន្ទុនៅពីក្រោយកំភ្លើងធំ Arsenal ត្រូវធ្វើដំណើរទៅកាន់កីឡាដ្ឋាន Stadium of Light ដែលជាកន្លែងក្រុមម្ចាស់ផ្ទះ Sunderland មិនចាញ់ក្នុងរដូវកាលនេះក្រុមរបស់ Regis Lebray បានវិលត្រឡប់មក Liverpool វិញយ៉ាងគួរឲ្យចាប់អារម្មណ៍ដោយឈរនៅលំដាប់ទី7ក្នុងតារាងនៅដំណាក់កាលពាក់កណ្ដាលផ្លូវនោះមានន័យថាពួកគេពិតជារឹងមាំណាស់ហើយលោក Pep Guardiola ក៏បាននិយាយថាខ្ញុំចាំថានៅរដូវកាលដំបូងរបស់ខ្ញុំនៅពេលដែលខ្ញុំនៅទីនោះវងមនុស្សគឺមិនគួរឲ្យជឿនោះទេពួកគេបានយកឈ្នះក្រុម Newcastle ក្រុម Arsenal និង Aston Villa វានឹងពិបាកណាស់ប៉ុន្តែក្នុងពេលជាមួយគ្នានេះគឺយើងបានត្រៀមខ្លួនរួចរាល់ទៅហើយចង់ដឹងថាតើលទ្ធផលទៅមុខទៀតនឹងទៅជាយ៉ាងណាកុំភ្លេចទស្សនាជាមួយនឹងខ្ញុំបាទ Admin 7តាមរយៈការ Join Telegram Incomment ខាងក្រោម